មានទស្សនៈមួយចំនួនបានលើកឡើងថាការអានសៀវភៅប្រឡោមលោកគឺជាការចំណាយពេលវេលាធ្វើរឿងអត់ប្រយោជន៍ទស្សនៈលើកឡើងនេះភាគច្រើនចេញមកពីអ្នកដែលចូលចិត្តអានសៀវភៅដែលពួកគាត់អាននៅសៀវភៅផ្សេងៗដែលអាចទទួលបានចំណេះដឹងខ្ញុំឯកភាពទៅនឹងការលើកឡើងរបស់ពួកគាត់គិតបែបនេះក៏អត់ខុសដែរពីព្រោះអីពេលវេលារបស់យើងម្នាក់ៗមានតម្លៃណាស់អញ្ចឹងពួកគាត់គិតថាការចំណាយពេលវេលាធ្វើអ្វីដែលទទួលបានចំណេះដឹងគឺជារឿងដែលប្រសើររឿងនេះខ្ញុំអត់ចំទាស់នឹងពួកគាត់ទេប៉ុន្តែសាកលេចមកមើលទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំវិញក្នុងនាមខ្ញុំជាអ្នកចូលចិត្តអានសៀវភៅទាំងសៀវភៅប្រឡោមលោកក៏ដោយសៀវភៅអ្វីផ្សេងក៏ដោយខ្ញុំគិតថាក្នុងនាមយើងជាអ្នកស្រឡាញ់ការអានសៀវភៅគួរតែឲ្យតម្លៃទៅលើគ្រប់សៀវភៅទាំងអស់នៅពេលដែលយើងអានសៀវភៅប្រវត្តិសាស្ត្រយើងទទួលបានចំណេះដឹងប្រវត្តិសាស្ត្រយើងអានសៀវភៅបែបចែករំលែកចំណេះដឹងគឺយើងទទួលបានចំណេះដឹងទៅតាមប្រភេទសៀវភៅផ្សេងក៏ប៉ុន្តែចំពោះសៀវភៅរឿងប្រឡោមលោកវាគឺជាផ្នែកមួយនៃការកម្សាន្តយើងអានសៀវភៅប្រឡោមលោកវាមិនខុសពីការដែលយើងតាមដានមើលរឿងភាគការដែលតាមដានមើលរឿងកុននៅលើកញ្ចក់ទូរទស្សន៍កញ្ចក់កុំព្យូទ័រទូរស័ព្ទឬក៏អីផ្សេងគ្រាន់តែការអានសៀវភៅប្រឡោមលោកវាគឺជាតួអក្សរដែលយើងតម្រូវឲ្យយើងត្រូវការអាននិងការសម័យឲ្យចេញជារូបភាពក្នុងអារម្មណ៍របស់យើងហើយដូចនេះជាមួយគ្នានឹងសៀវភៅប្រឡោមលោកមួយចំនួនក៏មានភ្ជាប់ទៅនឹងអត្ថន័យនៃជីវិតទស្សនៈបទពិសោធន៍និងចំណេះដឹងផ្សេងនៅក្នុងសាច់រឿងដែរវាស៊ីសងទៅលើអ្នកនិពន្ធដែលបានស្រាវជ្រាវនិងបន្ថែមអត្ថន័យទាំងអស់នោះទៅក្នុងសាច់រឿងរបស់ពួកគាត់ដូច្នេះហើយអ្វីដែលខ្ញុំធ្វើវីដេអូនេះមកខ្ញុំមិនបានប្រឆាំងទៅនឹងទស្សនៈនរណាម្នាក់ទេគ្រាន់តែខ្ញុំចង់សរុបមកក្នុងនាមយើងជាអ្នកអានគួរតែឲ្យតម្លៃទៅលើគ្រប់ប្រភេទសៀវភៅទាំងអស់សៀវភៅមួយណាក៏មានតម្លៃដែរចំពោះយើងជាអ្នកអានហើយនិងអ្នកសរសេររួមជាមួយគ្នានេះដែរជាមូលហេតុដែលខ្ញុំចង់មានបណ្ណាល័យតូចមួយសម្រាប់ខ្លួនឯងហើយអ្នកដទៃទៀតអ្នកគ្រប់គ្នាក៏អាចធ្វើដូចខ្ញុំដែរគួរតែមានបន្ទប់សៀវភៅមួយផ្ទាល់ខ្លួនឬក៏មិនដល់ថ្នាក់បន្ទប់សៀវភៅទេអាចជាទូសៀវភៅមួយដែលអាចមានសៀវភៅក្នុងផ្ទះសម្រាប់យើងខ្លួនឯងអានអ្នកដទៃសមាជិកគ្រួសារឬក៏បងប្អូនកូនឬក៏អ្នកចំនួនក្រោយយើងអាចមានសៀវភៅអាននិងទទួលបានចំណេះដឹងឬអ្វីផ្សេងតាមរយៈការអានគឺមានសារៈសំខាន់ខ្លាំង